Hello Hello ខ្ញុំស៊ីនី ខ្ញុំផលី ថ្ងៃនេះយើងនឹងចែករំលែកពីចំណុចតូចមួយដែលវាសំខាន់នៅក្នុងជីវិតរបស់យើងដែរគឺការទន់ភ្លន់ជាមួយនឹងខ្លួនឯងឬក៏ការធ្វើល្អជាមួយនឹងខ្លួនឯងផលីបានធ្វើល្អជាមួយខ្លួនឯងមក ខ្ញុំបើនិយាយពីភាគរយអាចថា70 លើ 100 ច្រើនហើយប៉ុណ្ណឹងហ្នឹងហើយតាមពិតទៅអាចគេទន់ភ្លន់មួយខ្លួនឯងអ្នកខ្លះគេហៅថាគាត់បានដឹងតែអ្នកខ្លះទៀតអត់បានដឹងទេអញ្ចឹងទៅក៏ពួកយើងលើកយកចំណុចមួយនឹងដើម្បីមកចែកលេខអ្នកទាំងអស់គ្នានឹងអាចថាជាបទពិសោធន៍ដែលពួកយើងមានយ៉ាហើយអូខេចំណុចទី1ដើម្បីយើងអាចផ្ដល់នៅក្តីស្រឡាញ់ចំពោះខ្លួនឯងបានការទន់ភ្លន់មួយខ្លួនឯងបានគឺដំបូងគឺយើងត្រូវស្គាល់ខ្លួនឯងសិនយើងសាកគិតមើលយើងផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងតាមរបៀបណាទៅបើយើងអត់ស្គាល់ខ្លួនឯងផងនោះយកដឹងថាខ្លួនឯងចូលចិត្តអីគេចូលចិត្តគួរអីគេចូលចិត្តញ៉ាំម្ហូបអីគេយើងចូលចិត្តបែបគេហៅថាមនុស្សដែរចូលចិត្តទៅក្រៅឬក៏នៅម្នាក់ឯងស្ងាត់អីចឹងណាអញ្ចឹងមិនទៅយើងត្រូវស្គាល់ខ្លួនឯងសិនថាយើងចូលចិត្តអីគេប្រភេទណាអីចឹងទៅយ៉ាដូចខ្ញុំផ្ទាល់គេហៅថាខ្ញុំចូលចិត្តដើម្បីធ្វើឲ្យខ្លួនឯងសប្បាយចិត្តឬក៏គេហៅថាផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងខ្ញុំចិត្តទៅក្រៅអីចឹងណាបែបថាយើងទៅស្គាល់មនុស្សថ្មីអីចឹងទៅអានោះក៏ជាការផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងតែស្គាល់ខ្លួនឯងអីចឹងណាចឹងពេលដែលយើងទៅក្រៅហើយយើងបានជួបមនុស្សថ្មីយើងសប្បាយចិត្តចឹងមានថាយើងបានធ្វើរឿងមួយដើម្បីខ្លួនឯងអញ្ចឹងអានោះក៏រាប់ដែរត្រូវនឹងយ៉ាចឹងទី1គឺយើងត្រូវស្គាល់ខ្លួនឯងសិនយ៉ាហើយទី2ហ្នឹងគឺយើងកុំរំពឹងភាពល្អឥតខ្ចោះពីខ្លួនឯងដូចយើងធ្វើរឿងអីមួយតូចតាចឬក៏រឿងធំក៏ដោយដែរយើងអត់គួរណាបែបថាតតែឥតខ្ចោះមកយើងរីករាយជាមួយខ្លួនឯងបានតតែឥតខ្ចោះមកយើងអាចផ្ដល់រង្វាន់ឬក៏កាដូឲ្យខ្លួនឯងបានអញ្ចឹងយើងគួរតែទោះបីវាតិចតួចធ្វើអីហើយពេលខ្លះយើងធ្វើទៅបានល្អបរាជ័យក៏យើងអាចរីករាយជាមួយខ្លួនឯងបានដែរដោយសារតែយើងបានរៀនអីថ្មីអញ្ចឹងអីដែលខ្ញុំធ្លាប់អានសភៅឬក៏ខ្ញុំធ្លាប់ប្រើដូចតែពេលខ្លះយើងធ្វើអីទៅវាអត់ល្អហើយឬក៏ធ្វើទៅអត់បានសម្រេចមកអញ្ចឹងខ្ញុំសួរខ្លួនឯងថាខ្ញុំរៀនបានពីហ្នឹងអញ្ចឹងពេលយើងសួរហ្នឹងទៅហើយថាជួយយើងព្យាយាមរកហេតុផលថាឬហេតុផលឬក៏ចំណុចដែលយើងរៀនពីហ្នឹងអញ្ចឹងក៏យើងរកឃើញចំណុចល្អចេញពីហ្នឹងដែរអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍ថាជាដំណាក់កាលនៃការដែលយើងឆ្លងកាត់វាមិនមែនជាផ្នែកទាំងមូលនៃជីវិតរបស់យើងគេថាអត់ស្លាប់ទេគ្រាន់តែយើងធ្វើអីមួយខុសវាអត់ស្លាប់ទេហើយអ្នកនរគ្នាសម្រាប់ police ធ្លាប់អត់មានថាយើងទៅណាមួយទៅយើងច្រឡំនិយាយឃ្លាមួយដែលយើងអត់ចង់និយាយសោះហើយដល់ពេលដើរចេញមកយើង regret ឡើងយើងស្ដាយមានតែខ្ញុំនិយាយហ្នឹងហើយតែមកខូចចិត្តហ្មងខ្ញុំធ្លាប់អញ្ចឹងដែរតែបើខ្ញុំវិញខ្ញុំធ្លាប់ហើយពីមុនហ្នឹងគឺខ្ញុំមិនថាមនុស្សយើងអត់បានប្រុងប្រយ័ត្នអីចឹងហើយដល់ពេលដើរចេញមកខ្ញុំដឹងថាពេលខ្ញុំនិយាយឃ្លាហ្នឹងពេលខ្លះឃ្លាហ្នឹងលោតក្នុងខួរក្បាលខ្ញុំដដែលតែដល់ពេលក្រោយមកអីដែលខ្ញុំជួយខ្លួនឯងបានគឺខ្ញុំនិយាយថាបើចូលជានិយាយហើយក៏និយាយទៅប៉ុន្តែយើងអត់មានចេតនាថាយើងនឹងនិយាយនឹងចេញមកអញ្ចឹងយើងអាចថាបើចូលជានិយាយក៏និយាយតែថ្ងៃក្រោយកុំនិយាយចឹងទៀតវាអត់ល្អហ្នឹងយ៉ាបែបហ្នឹងហើយគេអាចថាចំណុចទូចមួយទៀតនោះappreciate appreciate អីដែលយើងបានធ្វើទោះបីតែវាតិចតួចក្តីអីក្តីឧទាហរណ៍ថាមិនទៅយើងឡើងធ្វើ presentation ឬចឹងណា like អាចថាបើយើងលក្ខណៈថាយើង compare ទៅប៉ុន្តែកុំ compare បែបលក្ខណៈ negative ជា positive like ការពីមុនយើងដូចជាអត់អាចឡើងនិយាយនៅមុខមិត្តភ័ក្តិយើងបានប៉ុន្តែឥឡូវយើងអាចនិយាយបានអីចឹងទៅអញ្ចឹងអានឹងគេហៅថាជាការ appreciate លើខ្លួនឯងមានដល់ហ្នឹងហើយកុំឲ្យយើងមានអារម្មណ៍ថាមិនទៅបន្ទោខ្លួនឯងអីចឹងណាចឹងតែឃើញថាមិនធ្វើឲ្យបានល្អខ្ចោះចឹងកុំព្យាយាម no one is perfect បើសិនជាគ្រប់គ្នាសិតតែល្អខ្ចោះឬក៏គ្រប់យ៉ាងសិតតែល្អខ្ចោះគេអត់បង្កើតទឹកលុបដើម្បីលុប
ពេលដែលយើងខំ មិនត្រូវមានបែបហ្នឹងដូចថាគេហៅថាធម្មជាតិនៃមនុស្សវាទៅជាអញ្ចឹងហើយយើងអាចទៅបន្ទោសខ្លួនឯងឬក៏អីខ្លួនឯងបានអញ្ចឹងដើម្បីជាការបដិក្ដីស្រឡាញ់ជូនខ្លួនឯងគេហៅថាមិនទៅ ទន់ភ្លន់មួយខ្លួនឯង យ៉ាគឺយើងតែធ្វើម៉េចទី1ស្គាល់ខ្លួនឯង ទី2គឺកុំរំពឹងអីដែលល្អឥតខ្ចោះ យ៉ាហើយទី3គឺ appreciate គ្រប់រឿងទុយក្តីអីក្តីក៏យើងត្រូវតែអីគេ តែរីករាយហើយក៏ជាសរសើរខ្លួនឯង យ៉ាហើយមួយទៀតណាអ្នកទាំងអស់គ្នាមួយទៀតខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាដូចខ្ញុំអត់ទេខ្ញុំគ្រាន់ឃើញនៅណាគេម្នាក់ឡើយផ្ដល់ស្នាមញញឹមណាជូនឬក៏ឲ្យយើងឬក៏ទៅណាគេម្នាក់ក៏មានអារម្មណ៍សប្បាយចិត្តដែរអញ្ចឹងគ្រាន់តែការឧទាហរណ៍ថាយើងឈរនៅខាងមុខកញ្ចក់ហើយយើងញញឹមទៅកាន់កញ្ចក់អានោះមានថាយើងបានផ្ដល់ក្តីស្រឡាញ់ខ្លួនឯងយើងឃើញខ្លួនឯងស្អាតហ្មង ត្រូវស្បីតែខ្ញុំពេលខ្លះចូលក្នុងទឹកអីចឹងនិយាយ like ពេលព្រឹកអីចឹង good morning ចូលខ្លួនឯង ហ្នឹងហើយ ហើយយើងអោបខ្លួនឯង like this យ៉ាហើយយើងញញឹមដាក់កញ្ចក់ទៅគឺមានអារម្មណ៍ថាយើងស្រឡាញ់ខ្លួនឯងដែរសប្បាយចិត្តដែរបើព្រឹកហ្នឹងគឺសប្បាយហ្មងណាអូខេចឹង យើងដូចជាមានតែប៉ុណ្្នឹងឯង ហ្នឹងហើយថ្ងៃហ្នឹងពួកយើងនឹងប៉ុណ្្នឹងទេហើយសង្គមអ្នកនរគ្នាអាចយកចំណុចទូចៗដែលពួកយើងចែកម្លែកហ្នឹងទៅ apply ជាមួយជីវិតខ្លួនឯងរៀងរាល់ថ្ងៃបានទេចឹងណាឬក៏អ្នកនរគ្នាគាត់ថាមានចំណុចអីដែលថ្មីប្លែកពីពួកយើងអីអាចចែកម្លែកមកកាន់ពួកយើងបាន យ៉ា ចឹងខ្ញុំផលី ខ្ញុំសេនី បាយបាយ